គ្រប់ជ្រាបសួរបងប្អូនដែលជាសិស្សរបស់ស្នាដៃរីខ្មែរក៏ដូចជាមិនទាន់ដែលជាសិស្សដែរតែធ្លាប់មើលវីដេអូអ្នកគ្រូតាំងពីមុនមកនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃរីខ្មែរសាឡនរាជធានីភ្នំពេញគឺយើងបើកវគ្គបង្ហាញពីការពិនិត្យស្បែកក្បាលទៅកាន់អតិថិជនជាទីស្រឡាញ់ដើម្បីបង្កើនចំណូលណាបងប្អូនយើងជាជាងសាឡនដែលតែងតែមានតម្រូវការកក់សក់ទៅដល់អតិថិជនជាប្រចាំតែអត់ដឹងថាស្បែកក្បាលរបស់អតិថិជននឹងជាស្បែកក្បាលប្រភេទអីគួរចាត់សាប៊ូដែលមានសារធាតុអីទៅកាន់គាត់ថ្ងៃនេះអ្នកគ្រូមកហើយមកបង្ហាញពីជំនាញនេះដើម្បីឲ្យចំណូលយើងកើនដោយព្រោះតែយើងនេះប្រើសាប៊ូរាល់ថ្ងៃប្រើថ្នាំអប់រាល់ថ្ងៃប្រើ spray ប្រើសេរ៉ូមរាល់ថ្ងៃក៏ប៉ុន្តែអាចនឹងប្រើខុសគោលការណ៍ឬខុសលក្ខខណ្ឌហើយក៏ត្រូវដែរតែត្រូវមានភាគរយបែបណាអញ្ចឹងមកត្រួតពិនិត្យខ្លួនឯងមក X-ray ខ្លួនឯងដែរហើយយើងនឹងជួបគ្នានៅម៉ោង8រហូតដល់ម៉ោង12ថ្ងៃត្រង់ប្រធានបទគឺស្បែកក្បាលសុខភាពស្បែកក្បាលនិងការថែទាំរួមទាំងសុខភាពសរសៃសក់សម្រាប់រស់រវើកផងដែរនឹងប្រធានបទរបស់យើងណាអញ្ចឹងក្នុងនោះយើងអាចពិនិត្យមើលស្បែកក្បាលដែលមានអង្គែយើងធ្វើបែបណាដើម្បីឲ្យស្បែកក្បាលដែលមានអង្គែរបស់អតិថិជនយើងហ្នឹងគាត់ត្រូវបានកម្ចាត់ចេញយើងពិនិត្យមើលទៅស្បែកក្បាលរបស់អតិថិជនរបស់យើងគាត់ជ្រុះគាត់ស្ដើងឬក៏រលាកក្រហមយើងធ្វើបែបណាដើម្បីកាត់បន្ថយការរលាកហើយកាត់បន្ថយការជ្រុះបន្តិចម្ដងទៅកាន់គាត់រហូតដល់បញ្ឈប់ការជ្រុះហើយសម្រាប់អ្នកដែលមានក្លិនផ្អួរនៅលើស្បែកក្បាលតើធ្វើបែបណាដើម្បីឲ្យស្បែកក្បាលរបស់គាត់នឹងមកស្រស់ស្រាយក្រអូបវិញសរសៃសក់ដែលប្រេះបែកចុងយើងធ្វើបែបណាដើម្បីតភ្ជាប់ផ្ចិតឡើងវិញជាពិសេសសក់អ្នកខ្លះគាត់លាបខ្មៅគាត់ផយើងថាគាត់អត់បានលាបខ្មៅយើងក៏មានតិចនិចសម្រាប់មើលថាសក់នឹងលាបខ្មៅឬមិនលាបខ្មៅដែរដូច្នេះនិយាយមិនក៏អត់ដែរជួបគ្នាបានអស់សេចក្តីជួបគ្នានៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ម៉ោង8ព្រឹកដល់ម៉ោង12អ្នកចុះឈ្មោះមុនបានមុនណាអ្នកចុះឈ្មោះក្រោយអត់មានកន្លែងអង្គុយទេព្រោះជាមេរៀនថ្មីដែលទើបតែបើកចាហើយក្នុងប្រធានបទនោះចូលរួមពីអ្នកគ្រូផ្ទាល់លោកគ្រូបូរ៉ាអ្នកគ្រូរីហ្សាអ្នកគ្រូប៊ីអ្នកគ្រូណារីគឺវិក្កាមិនរបស់យើងច្រើនមែនតើសង្ឃឹមថាយើងនឹងបានជួបគ្នាណាកុំឲ្យឱកាសនេះរំលងទាំងសិស្សចាស់សិស្សថ្មីបុកគិងលឿនដោយក្តីគោរពនិងស្រឡាញ់ពីអ្នកគ្រូ See you